មេដឹកនាំគណៈបកជំទាស់បានអះអាងថាតុលាការប្រទេសបារាំងនឹងលើកយករឿងក្តីប្រឆាំងមេបញ្ជាការជាន់ខ្ពស់ពីររូបរបស់លោកហ៊ុនសែននៅពាក់កណ្ដាលខែមីនានេះហើយដែលសំណុំរឿងនេះបានកប់ទុកជិត30ឆ្នាំទៅហើយមកជំនុំជម្រះនៅបន្ទាប់ពីសំណុំរឿងព្រំប្រទាននេះត្រូវបានមេដឹកនាំគណៈបកនៅក្រៅរដ្ឋាភិបាលបានប្តឹងស្វែងរកការពិតទៅស្ថាប័នយុតិធធម៌នៃប្រទេសបារាំងកាលពី5ឆ្នាំមុនលោកសំរងស៊ីមេដឹកនាំគណៈបកប្រឆាំងបានលើកឡើងបែបនេះកាលពីថ្ងៃទី8ខែមីនាដែលសម្លេងប្រជាធិបតេយ្យ VD ទទួលបាននៅថ្ងៃនេះឲ្យដឹងថាតុលាការប្រទេសបារាំងនឹងបើកសវនាការតបតាមបណ្ដឹងរបស់លោកសំរងស៊ីប្រឆាំងនឹងលោកហ៊ីងប៊ុនហៀងនិងលោកហ៊ុយពិសិដ្ឋដែលជាកូនចៅរបស់លោកហ៊ុនសែនក្នុងរយៈពេល3ថ្ងៃដោយគិតចាប់ពីថ្ងៃទី19ដល់ថ្ងៃទី21ខែមីនាឆ្នាំ2025ខាងមុខនេះបើតាមលោកសំរងស៊ីអ្វីដែលតុលាការយុតិធធម៌ប្រទេសបារាំងអនុវត្តនីតិវិធីក្នុងរយៈពេលដ៏ខ្លីខាងមុខនេះក្រោយបើកការស៊ើបអង្កេតអស់ពេលជាច្រើនឆ្នាំជាសញ្ញាបង្ហាញថាអំពើនីតិរដ្ឋភាពនៅកម្ពុជាដែលកប់ទុកជាយូរហើយនេះនឹងដល់ទីបញ្ចប់ក្នុងន័យនេះអតីតមេបកជំទាស់រូបនេះប្រៀបធៀបថាការបញ្ចប់ទៅនៃអំពើនីតិរដ្ឋភាពក្រោមឥទ្ធិពលនយោបាយរបស់គណៈបកប្រជាជនកម្ពុជាវាមិនខុសអ្វីពីការបញ្ចប់ទៅនៃសង្គ្រាមស៊ីវិលតាមរយៈកិច្ចព្រមព្រៀងនយោបាយស្តីពីកម្ពុជាដោយរដ្ឋការបារាំងដូចគ្នាទៅនឹងធម្មនុញ្ញអន្តរជាតិថ្ងៃ23តុលាឆ្នាំ1991ឡើយជិត30ឆ្នាំមកហើយគណៈបកជំទាស់តែងប្រារព្ធពិធីរំលឹកគុណមិនដែលលួសពេលចំពោះអ្នកដែលបានបូជាជីវិតក្នុងអំពើគប់គ្រាប់បែកដៃកាលពីថ្ងៃទី30ខែមីនាឆ្នាំ1997ការវាយប្រហារកាលនោះបានឆក់យកជីវិតមនុស្សចំនួន16នាក់និងជាង150នាក់ផ្សេងទៀតរងរបួសជនរងគ្រោះទាំងនោះជាក្រុមបាតកោដើរតាមលោកសំរងស៊ីនិងខ្លះទៀតជាអ្នកដែលឈរក្បែរវងបាតកោលោកសំរងស៊ីដែលពេលនោះជាប្រធានគណៈបកជាតិខ្មែរបានដឹកនាំបាតកម្មដែលមានអ្នកចូលរួមប្រមាណ200នាក់នៅក្បែរអគាររដ្ឋសភាចាស់ផ្នែកខាងកើតព្រះបរមរាជវាំងភ្លាមនោះស្រាប់តែគ្រាប់បែក4គ្រាប់ត្រូវបានជនណាមឹកបោះចូលក្នុងវងបាតកោហេតុការបំផ្ទុះគ្រាប់បែកនេះបណ្ដាលឲ្យមានអ្នកស្លាប់និងរងរបួសជាច្រើនអ្នកក្នុងនោះមានទាំងលោកសំរងស៊ីម្នាក់ផងលោកសំរងស៊ីក្នុងនាមជាជនរងគ្រោះតែងទាមទារយុត្តិធម៌ក្នុងសំណុំរឿងនេះជាបន្តបន្ទាប់ប៉ុន្តែគ្មានទទួលបានលទ្ធផលអ្វីជាដុំកំភួននោះទេចាប់តាំងពីថ្ងៃកើតហេតុមកតែយ៉ាងណាក្នុងចំណោមជនរងគ្រោះទាំងជាង100នាក់ក្រៅពីលោកសំរងស៊ីនិងជនរងគ្រោះឯទៀតហើយក៏មានលោករនអាប់នីដែលជានាយកវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ IRI ម្នាក់ទៀតដែរដែលត្រូវរងរបួសដោយអំពើគប់គ្រាប់បែកដៃនេះស្ថិតក្រោមហេតុផលនេះហើយដែលជំរុញឲ្យការិយាល័យស៊ើបអង្កេតរបស់ប៉ូលីសសហព័ន្ធអាមេរិកដែលហៅកាត់ថា FBI លូកដៃក្នុងការស៊ើបអង្កេតរឿងក្តីមួយនេះឡើងក្រោយបិទបញ្ចប់នីតិវិធីនៃការស៊ើបអង្កេតប៉ូលីស FBI បង្ហាញលទ្ធផលតាមការចុះផ្សាយដោយកាសែត Washington Post កាលពីខែមីនាឆ្នាំ1997ថាលោកហ៊ុនសែនដែលកាលនោះជានាយករដ្ឋមន្ត្រីទី2គឺជាអ្នកពាក់ព័ន្ធដោយផ្ទាល់ក្នុងអំពើមនុស្សឃាតនេះតាមការយកចម្លើយពីប៉ូលីស FBI លោកហ៊ុយពិសិដ្ឋដែលកាលនោះជានាយឧត្តមសេនីយ៍ក្នុងកងពលតូចលេខ70បានសារភាពថាខ្លួនជាអ្នកទទួលខុសត្រូវក្នុងការដាក់ពង្រាយកម្លាំងនៅត្រង់បរិវេណរបស់អ្នកធ្វើបាតកម្មដំរុញនៃការសារភាពនេះហើយដែលក្រុមប៉ូលីសអន្តរជាតិ FBI សន្មតថាអំពើគប់គ្រាប់បែកនេះគ្មានអ្នកផ្សេងណាអាចធ្វើបានក្រៅពីលោកហ៊ុនសែននោះទេជាមួយគ្នានេះរបាយការណ៍ស៊ើបអង្កេតរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ដែលបានស្រង់សម្ដីអ្នកសង្កេតការណ៍បានបង្ហាញដែរថាជារឿងដែលចម្លែកខុសថ្ងៃធម្មតាតាមពិតកម្លាំងសម្ងាត់របស់រដ្ឋាភិបាលនិងកម្លាំងនគរបាលឬកងអង្គរៈតែងនៅជិតឬក្បែរក្រុមបាតកោប៉ុន្តែលើកនេះមិនដូច្នោះឡើយកម្លាំងទាំងនោះបែរជានៅឆ្ងាយខុសប្រក្រតីហើយហាក់បានត្រៀមខ្លួនធ្វើសកម្មភាពជាមុនយ៉ាងដូច្នោះដែរសម្លេងប្រជាធិបតេយ្យ VD មិនអាចស្នើសុំការឆ្លើយតបពីលោកហ៊ីងប៊ុនហៀងនិងលោកហ៊ុយពិសិដ្ឋបានភ្លាមទេដោយទូរស័ព្ទមិនអាចតាក់ទងបាននៅថ្ងៃនេះតែយ៉ាងណាកាសែតក្នុងស្រុកធ្លាប់ចុះផ្សាយកាលពីឆ្នាំ1997ដោយស្រង់សម្ដីរបស់លោកហ៊ីងប៊ុនហៀងមេកងអង្គរៈរបស់លោកហ៊ុនសែនដោយគម្រាមផ្ដាច់ជីវិតអ្នកកាសែតរូបណាដែលហ៊ានចុះផ្សាយថាអង្គរៈរបស់អតីតនាយករដ្ឋមន្ត្រីមានជាប់ពាក់ព័ន្ធទៅនឹងការសម្លាប់មនុស្សដោយអំពើបោកគ្រាប់បែកដៃនេះសម្រាប់លោកអំសំអាតនាយកទទួលបន្ទុកកិច្ចការទូតនៃអង្គការសិទ្ធិមនុស្សលីកាដូលើកឡើងថាតាមពិតរឿងក្តីមួយនេះមិនមែនជារឿងថ្មីនោះទេដែលត្រូវបានបណ្ដាញសារព័ត៌មានចុះផ្សាយអំពីការវិវត្តនៃសំណុំរឿងប៉ុន្តែអ្វីដែលសំខាន់នៅត្រង់ថាតើក្នុងដំណាក់កាលនៃសវនាការលើអង្គសេចក្តីនិងអង្គច្បាប់តើភាគីទាំងដើមបណ្ដឹងនិងចុងចម្លើយបានត្រៀមខ្លួនដើម្បីទទួលយកការជំនុំជម្រះនេះរួចរាល់ហើយឬនៅមិនតែប៉ុណ្ណោះតើភាគីនៅក្នុងរឿងក្តីនេះមានភស្តុតាងដាក់និងដោះបន្ទុកគ្រប់គ្រាន់ដែរទេដែលជាមូលដ្ឋានអាចឲ្យតុលាការពិចារណាថាសំណុំរឿងនៃបទឧក្រិដ្ឋមួយនេះពិតជាមានតម្លៃយើងមានឃើញព័ត៌មានចុះជាច្រើនហើយបន្តរួចមកហើយនៅតុលាការបារាំងណាបាទអញ្ចឹងអ្វីដែលសំខាន់គឺនីតិវិធីការស៊ើបអង្កេតនិងកិច្ចសហការឬក៏តើមានភស្តុតាងនិងមានអំណាចគ្រប់គ្រាន់ដែរឬទេនៅក្នុងពេលសវនាការហ្នឹងវាអាស្រ័យទៅលើសមត្ថកិច្ចនិងតុលាការរបស់គេហើយនឹងកិច្ចសហការផងដែរបាទការសើរឿងក្តីដែលបានកប់បាត់ជិត30ឆ្នាំទៅហើយនេះនៅបន្ទាប់ពីលោកសំរងស៊ីកាលពីខែមីនាឆ្នាំ2020បានដាក់បណ្ដឹងទៅតុលាការព្រហ្មទណ្ឌប្រទេសបារាំងដើម្បីស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះនិងខ្លួនលោកផងមិនយូរប៉ុន្មានចៅក្រមស៊ើបសួរនឹងជាអនុប្រធានផ្នែកស៊ើបអង្កេតនៃតុលាការយុត្តិធម៌បារាំងលោកសាប៊ីនខេរីសបានចេញដីកាបញ្ជាឲ្យចាប់ខ្លួនមេអង្គរៈលោកហ៊ុនសែនគឺលោកហ៊ីងប៊ុនហៀងនិងឧត្តមសេនីយ៍យោធាលោកហ៊ុយពិសិដ្ឋក្រៅពីដីកាបញ្ជាឲ្យចាប់ខ្លួនមនុស្សទាំងពីរនាក់នេះហើយចៅក្រមរូបនេះក៏បានចេញដីកាដាច់ដោយឡែកមួយផ្សេងទៀតបញ្ជាឲ្យចាប់ខ្លួនលោកហ៊ុនសែនដូចគ្នាដែរប៉ុន្តែត្រូវជំទាស់ពីរដ្ឋាភិបាលបារាំងក្រោមហេតុផលថាលោកហ៊ុនសែននៅមានអភ័យឯកសិទ្ធិសភាបើទោះជាបែបណាក្រោយហេតុការណ៍កើតឡើងស្រាប់តែលេចមុខលោកគង់សំរិទ្ធហៅអាប្រេស៊ីលផ្ដល់បទសម្ភាសន៍នៅក្នុងសន្និសីទកាសែតមួយនៅអំឡុងឆ្នាំ1997តាមរយៈឃ្លីបវីដេអូដែលមានរយៈពេល75នាទីបរិះរូបនេះបានសារភាពដោយឥតលាក់លៀមថាខ្លួនគឺជាឃាតករដែលត្រូវបានគេបញ្ជាឲ្យបោកគ្រាប់បែកសម្លាប់លោកសំរងស៊ីហើយរូបលោកក៏ជាកងអង្គរៈរបស់លោកហ៊ុនសែនដែរដែលស្ថិតក្រោមការបញ្ជាពីមនុស្សម្នាក់ផ្សេងទៀតនៅជាកូនចៅរបស់លោកហ៊ីងប៊ុនហៀងបើតាមលោកគង់សំរិទ្ធហៅអាប្រេស៊ីលនេះមូលហេតុដែលខ្លួនត្រូវបង្ខំចិត្តត្រូវឡើងបកអាក្រាតពីផែនការសម្លាប់មនុស្សដូចនេះដោយគ្មានជំរឿននឹងដើរដល់ផ្លូវទាល់ច្រកហើយខ្លួនក៏ត្រូវគេតាមសម្លាប់វិញដូចគ្នាដែរ
តើក្នុងឆ្នាំ1997នេះតើបងបានទទួលជាពលរដ្ឋខ្លះបានទទួលជាអាជីពធម្មតាតាមដល់មើលគឺគេអង្គទៅឆ្នាំ2012ដូចបានយើងលើកដល់ហើយបាទព្រោះពីឆ្នាំមកតើគេមានត្រូវទទួលទៅវិញបានទៅលើលើទុកចិត្តខ្ញុំគេតាមបាត់នេះ ប្រពន្ធដែលបញ្ជាក់ទៀតថាមុនពេលធ្វើសកម្មភាពអ្នកបញ្ជាបានប្រាប់នឹងសន្យាថាបើធ្វើកិច្ចការនេះជោគជ័យរូបលោកនឹងរស់នៅដោយស្រួលប៉ុន្តែក្រោយធ្វើសកម្មភាពរួចរាល់ផ្ទុយស្រឡះពីការសន្យាតែបែរជាត្រូវគេតាមសម្លាប់បំបិទមាត់ទៅវិញហើយជនសង្ស័យរូបនេះក៏ដឹងច្បាស់ដែរថាបើលោកហ៊ានផ្ដាល់បទសម្ភាសន៍បែបនេះទៅហើយគឺប្រកាសណាស់គ្មានវាសនានឹងរួចខ្លួនឡើយរបាយការណ៍នៃការស៊ើបអង្កេតនៃការិយាល័យប៉ូលីស FBI របស់សហរដ្ឋអាមេរិកបានសម្ភាសន៍អ្នកឃើញហេតុការណ៍ផ្សេងៗគ្នាដោយលើកឡើងថានៅបន្ទាប់ពីជនអនាមិកធ្វើសកម្មភាពរួចគេឃើញជនសង្ស័យមួយចំនួនរត់ចូលទៅក្នុងបន្ទាយអង្គរៈដែលនៅក្បែរនឹងវត្តបទុមបតីហើយអ្នកផ្សេងទៀតរត់ចូលផ្ទះមន្ត្រីជាន់ខ្ពស់របស់គណៈបកប្រជាជនកម្ពុជានៅក្បែរនោះដែររបាយការណ៍បន្តថាភ្លាមក្រោយកើតហេតុមានពលរដ្ឋមួយក្រុមប្រឹងដេញតាមចាប់ជនសង្ស័យតែត្រូវបានក្រុមនគរបាលដែលគេដាក់ពង្រាយក្បែរទីតាំងនោះបាញ់គំរាមសម្លុតពួកគេវិញក្នុងន័យជួយការពារជនសង្ស័យមិនខុសគ្នាដែរលោកហ៊ុនសែនដែលកាលនោះជាអតីតនាយករដ្ឋមន្ត្រីទី2បែរជាអំពាវនាវឲ្យតាមចាប់ខ្លួនមេដឹកនាំបាតកម្មទៅវិញចំណែកលោកគង់សំរិទ្ធហៅអាប្រេស៊ីលដែលបានចូលឆ្លើយសារភាពបានបាត់ដំណឹងសូនឆឹងមកទល់សប្តាហ៍ថ្ងៃនេះបន្ទាប់ពីបានបកអាក្រាតពីផែនការសម្លាប់មនុស្សដែលរៀបចំឡើងដោយលោកហ៊ុនសែននេះខ្ញុំសែនសេចក្ដី VOD